hot dog បំពងស្រួយនេះកាលពីមុនធ្លាប់តែទិញគេលក់ស្រាប់ឲ្យកូនញ៉ាំតែថ្ងៃនេះគឺខ្ញុំបានមកធ្វើខ្លួនឯងបងប្អូនជឿអត់ថាមួយមុខហ្នឹងគឺធ្វើចំណាយពេលអត់យូរណាមើលទៅថាពិបាកធ្វើប៉ុន្តែអត់ពិបាកទេហើយចំពោះគ្រឿងផ្សំវិញណាក៏ងាយស្រួលរកទិញដែរនិយាយរួមទៅយើងអាចទិញតាមតូបចាប់ហួយក្នុងផ្សារធម្មតាហ្នឹងគឺមានលក់ឲ្យគ្រឿងផ្សំទាំងអស់ហ្នឹងអត់ចាំបាច់តតែថាចូលផ្សារទំនើបអីទៅមានទេហើយមួយមុខនេះគឺកូនខ្ញុំចូលចិត្តខ្លាំងមែនតើឥឡូវនេះគឺខ្ញុំមកចាប់ផ្ដើមលាយម្សៅសម្រាប់រុំ hot dog ហ្នឹងណាខ្ញុំប្រើម្សៅមី2ខាំស្ករ2ស្លាបព្រាបាយអំបិលបន្តិចហើយពងទាក៏បានពងមាន់ក៏បានដែរមួយគ្រាប់បន្ទាប់មកលាយជាមួយនឹងទឹកដោះគោស្រស់170 ml កូរច្បល់គ្រឿងផ្សំទាំងអស់នឹងឲ្យសព្វចូលគ្នាទៅជាសាច់មួយទៅគឺបានហើយរួចរាល់ហើយគ្រឿងផ្សំមានតែប៉ុណ្្នឹងទេចំពោះម្សៅដែលខ្ញុំធ្វើ2ខាំហ្នឹងណាបានរុំ hot dog នឹងចំនួន15ដើមបើសិនជាបងប្អូនចង់ធ្វើតិចឬក៏ធ្វើច្រើនអីអាចលៃលោកបែងចែកម្សៅតាមនឹងទៅណាហើយឥឡូវនេះគឺថាសាច់ម្សៅខ្ញុំបានលាយរួចរាល់ហើយនេះគឺជាកតិចនំប៉័ងណាគឺខ្ញុំចាក់ដាក់ចានមួយអញ្ចឹងទៅបន្ទាប់មក hot dog ហ្នឹងគឺខ្ញុំយកវាមកដោតជាមួយនឹងឈើចកាហ្នឹងណាបន្ទាប់ពីដោតហើយគឺខ្ញុំយក hot dog មួយដើមហ្នឹងយកមកជ្រលក់ចូលជាមួយនឹងចានម្សៅហ្នឹងអញ្ចឹងទៅយើងលមូវាធ្វើមិនឲ្យជាប់ម្សៅនឹងឲ្យសព្វអញ្ចឹងហើយទៅខ្ញុំយកមកដាក់នៅលើចានកតិចនំប៉័ងហ្នឹងហើយចាប់កតិចនំប៉័ងហ្នឹងរោយពីលើម្សៅជាមួយនឹង hot dog ហ្នឹងឲ្យសព្វចូលគ្នាអញ្ចឹងទៅនិយាយរួមយើងធ្វើមិនក៏បានដែរឲ្យតែថាកតិចនំប៉័ងជាប់ជាមួយនឹងម្សៅដែលយើងបានរុំជាមួយ hot dog មិញហ្នឹងណាហើយតែប៉ុណ្ណឹងគឺរួចរាល់ហើយបើសិនជាបងប្អូនចង់ធ្វើលាយជាមួយនឹងឈីសក៏បានដែរយើងដាក់ឈីសមួយកណាត់ហើយនឹង hot dog នឹងមួយកណាត់ទៅធ្វើម្សៅលាយអញ្ចឹងដូចគ្នាក៏អាចធ្វើបានដែរតែដោយសារថាខ្ញុំធ្វើថ្ងៃមុនទៅកូនខ្ញុំគេប្រាប់ថាអត់សូវចូលចិត្តទេចូលចិត្ត hot dog សុទ្ធចេះជាងអញ្ចឹងហើយទៅខ្ញុំធ្វើតែ hot dog សុទ្ធនឹងឲ្យទៅហើយឥឡូវនេះ hot dog រុំជាមួយនឹងម្សៅក៏ដូចជាកតិចនំប៉័ងខ្ញុំបានធ្វើរួចរាល់អស់ហើយអញ្ចឹងខ្ញុំបានដាក់ដាំប្រេងនឹងឲ្យឡើងក្តៅហើយខ្ញុំបង់ hot dog នឹងចូលតែម្ដងចំពោះការបំពង hot dog នេះវិញគឺប្រើភ្លើងក្តៅបើដាក់ភ្លើងតិចវានឹងធ្វើឲ្យសបកដែលយើងរុំជាមួយ hot dog នឹងជក់ខ្លាញ់ហើយយើងដាក់បំពងនឹងយើងអាសាបវល់ទៅបវល់មកទៅប្រហែលជា1នាទីជាងគឺ hot dog នឹងឆ្អិនល្អហើយយើងក៏បន្តធ្វើអញ្ចឹងរហូតទាល់តែអស់ទៅគឺបានបាត់ហើយឥឡូវនេះ hot dog បំពងខ្ញុំបានធ្វើរួចរាល់អស់ហើយសបកវិញឡើងស្រួយខ្ញោកហើយហូបក្តៅអញ្ចឹងគឺថាឆ្ងាញ់ណាខ្ញុំយក hot dog ហ្នឹងមកស្រោចជាមួយនឹងទឹកម្ទេសផ្អែមហ្នឹងណាហើយមានបន្ថែម mayonnaise បន្តិចទៀតមកគឺកាន់តែឆ្ងាញ់បើកូនពៅខ្ញុំវិញសិតតារ៉េតឲ្យ10លើ10ទៀតអញ្ចឹងហើយបើម៉ាក់ណាតនេពីការងារអីចង់ធ្វើមួយមុខនឹងឲ្យកូនញ៉ាំអាចសាកធ្វើបានដឹងតែលែងចង់ទិញគេតែម្ដង